នាយករដ្ឋមន្ត្រីលីបង់បានចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅក្នុងការកំណត់គោលដៅនិងសម្លាប់បុគ្គលិកសង្គ្រោះបន្ទាន់សម្រាប់ការពារជនស៊ីវិលដែលក្នុងនោះមាន3នាក់ស្ថិតក្នុងចំណោមមនុស្ស5នាក់ដែលបានស្លាប់ក្នុងការវាយប្រហារ2លើកបន្តបន្ទាប់គ្នាដោយអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាល់សាសេរ៉ានៅថ្ងៃទី29ខែមេសាក្រសួងសុខាភិបាលលីបង់បានដឹងថាការវាយប្រហារ2លើកបន្តបន្ទាប់គ្នារបស់អ៊ីស្រាអែលលើអគារមួយក្នុងទីក្រុងម៉ាច់ដាល់ស៊ូនកាលពីថ្ងៃអង្គារបានសម្លាប់មនុស្ស5នាក់រួមទាំងបុគ្គលិកពេទ្យ3នាក់ដែលបានចុះទៅជួយអ្នករងរបួសក្នុងការវាយប្រហារដំបូងរបស់អ៊ីស្រាអែលលើអគារគោលដៅនោះលោកនាយករដ្ឋមន្ត្រីលីបង់ Nawaz Salam បានសរសេរនៅលើបណ្ដាញសង្គមថាការកំណត់គោលដៅលើសមាជិកការពារស៊ីវិលក្នុងភូមិម៉ាច់ដាល់ស៊ូននិងការសម្លាប់ពួកគេខណៈពេលកំពុងបំពេញភារកិច្ចមនុស្សធម៌គឺជាបទឧក្រិដ្ឋសង្គ្រាមថ្មីមួយដែលបង្កឡើងដោយអ៊ីស្រាអែលលោកសាឡាមបានបន្តថានេះតំណាងឲ្យការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍និងច្បាប់នៃច្បាប់មនុស្សធម៌អន្តរជាតិលោកបានបន្ថែមថារដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីថ្កោលទោសបទឧក្រិដ្ឋដ៏ឃោរឃៅនេះនៅក្នុងវេទិកាអន្តរជាតិនិងគៀកគោរាល់ការខិតខំប្រឹងប្រែងដើម្បីបង្ខំឲ្យអ៊ីស្រាអែលបញ្ឈប់ការរំលោភបំពានជាបន្តបន្ទាប់លើកិច្ចព្រមព្រៀងបទឈប់បាញ់អ្នកនាំពាក្យការពារជនស៊ីវិលលីបង់បានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថាអ្នកជួយសង្គ្រោះទាំង3នាក់ដំបូងឡើយបានជាប់នៅក្រោមគំនរបាក់បែកដោយសារការវាយប្រហារលើកទី2របស់អ៊ីស្រាអែលហើយក្រោយមកត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅក្នុងការវាយប្រហារនោះកងទ័ពលីបង់បាននិយាយថាទាហានរបស់ខ្លួន2នាក់ក៏បានរងរបួសផងដែរនៅក្នុងការវាយប្រហារលើកទី2របស់អ៊ីស្រាអែលដែលបានកំណត់គោលដៅលើកងកម្លាំងរបស់ខ្លួនក្រុមអ្នកជួយសង្គ្រោះនិងគ្រឿងចាក់ឈូសឆាយជនស៊ីវិលចំនួន2យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថាកងកម្លាំងអ៊ីស្រាអែលបានវាយប្រហារលើក្រុមល្បាតយោធាលីបង់ដែលកំពុងអមដំណើរក្រុមបុគ្គលិកការពារជនស៊ីវិលក្នុងបេសកកម្មជួយសង្គ្រោះនៅកន្លែងកើតហេតុនៃការវាយប្រហារដំបូងរបស់អ៊ីស្រាអែលទោះបីជាមានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់ក្រោមការសម្របសម្រួលពីអាមេរិកក៏ដោយក៏កងកម្លាំងអ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមផ្លូវអាកាសដែលបណ្ដាលឲ្យមនុស្សស្លាប់និងរបួសជារៀងរាល់ថ្ងៃជាពិសេសនៅភាគខាងត្បូងនិងភាគខាងកើតនៃប្រទេសក្រុមហេបូឡាបានឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់របស់អ៊ីស្រាអែលដោយបានបាញ់ប្លង់គ្រាប់រ៉ុកែតនិងបង្ហោះដ្រូនចូលក្នុងប្រទេសអ៊ីស្រាអែលនិងតំបន់កាន់កាប់នានានៅភាគខាងត្បូងលីបង់ប្រធានាធិបតីលីបង់លោកជូសេអ៊ុនក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរអំពីការសម្លាប់បុគ្គលិកការពារជនស៊ីវិលទាំង3នាក់ដែលលោកបាននិយាយថានេះគ្រាន់តែជាការវាយប្រហារចុងក្រោយបង្អស់ក្នុងចំណោមការវាយប្រហារជាបន្តបន្ទាប់ដែលបានកំណត់គោលដៅលើបុគ្គលិកសង្គ្រោះនិងបុគ្គលិកសង្គ្រោះបឋមលោកបន្តថាការសម្លាប់នេះបង្ហាញថាអ៊ីស្រាអែលនៅតែបន្តរំលោភលើច្បាប់និងអនុសញ្ញាអន្តរជាតិដែលការពារជនស៊ីវិលបុគ្គលិកពេទ្យបុគ្គលិកការពារស៊ីវិលការក្បាត់ក្រហមនិងបុគ្គលិកក្នុងវិស័យសង្គ្រោះបឋមនិងវិជ្ជសាស្ត្រកាលពីដើមខែមេសានេះលោករ៉ាមស៊ីកៃអ្នកស្រាវជ្រាវអំពីប្រទេសលីបង់នៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលើកឡើងថាភាពស្ងៀមស្ងាត់របស់អន្តរជាតិជុំវិញឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់និងហ្គាហ្សាបានធ្វើឲ្យកងទ័ពអ៊ីស្រាអែលកាន់តែមានចិត្តហ៊ានក្នុងការប្រព្រឹត្តអំពើឃោរឃៅលោកបាននិយាយថាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលរួមមានអាមេរិកចក្រភពអង់គ្លេសអាល្លឺម៉ង់និងបណ្ដាប្រទេសសហភាពអឺរ៉ុបផ្សេងទៀតគួរតែផ្អាកការលក់អាវុធនិងការដឹកជញ្ជូនអាវុធនិងជំនួយយោធាទាំងអស់ដល់អ៊ីស្រាអែលហើយដាក់ទណ្ឌកម្មចំគោលដៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលកំពុងបន្តជនស៊ីវិលកំពុងតែបាត់បង់ជីវិតជាបន្តបន្ទាប់ខណៈដែលមានភាពស្ងៀមស្ងាត់និងការមិនស្ម័គ្រចិត្តរបស់សហគមន៍អន្តរជាតិក្នុងការទាមទារឲ្យមន្ត្រីអ៊ីស្រាអែលទទួលខុសត្រូវក្រសួងសុខាភិបាលបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស8នាក់បានស្លាប់នៅក្នុងការវាយប្រហារនៅទូទាំងប្រទេសលីបង់កាលពីថ្ងៃអង្គារខណៈដែលចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសនេះចាប់តាំងពីថ្ងៃទី2ខែមីនាបានកើនឡើងដល់2534នាក់និងមនុស្សជិត8000នាក់បានរងរបួស